ពលរដ្ឋខ្មែរនិងវៀតណាមអះអាងថាប៉ូលីសច្រកទ្វារព្រំដែនក្អមសំណកំណត់យកលុយពីខ្លួនក្នុងម្នាក់ចំនួន 50,000 ដុងបើទោះបីជាមានការផ្សព្វផ្សាយរិះគន់ព្រោងព្រាតពេញបណ្ដាញសង្គមពាក់ព័ន្ធនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណស្រុកលើកដៃខេត្តកណ្ដាលកំណត់យកលុយពីជនជាតិវៀតណាមក្នុងម្នាក់ចំនួន 50,000 ដុងជាថ្នូរនឹងអនុញ្ញាតឲ្យចេញចូលឆ្លងដែនពីវៀតណាមមកកម្ពុជានិងពីកម្ពុជាទៅវៀតណាមដោយសេរីនិងគ្មានការត្រួតពិនិត្យហើយក្តីប៉ុន្តែគេពុំទាន់ឃើញលោករឹមលឹមសេងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនមួយនេះចេញមុខបំភ្លឺនោះឡើយខណៈរូបលោកមានទម្លាប់មិនលើកទូរស័ព្ទអ្នកកាសែតក្នុងនោះគេឃើញតែអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តរប្រវេសន៍ចេញបំភ្លឺក្នុងចេតនាទម្លាក់កំហុសមកលើដើមរាំងប៉ុណ្ណោះជុំវិញរឿងនេះជនជាតិវៀតណាមដែលតែងតែចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណបានអះអាងថាពួកខ្លួនចូលមកខ្មែររាល់ថ្ងៃគឺបានបង់លុយឲ្យប៉ូលីសខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណចំនួន 50,000 ដុងស្មើនឹង 8,000 រៀលក្នុងម្នាក់ជាថ្នូរនឹងការអនុញ្ញាតឲ្យចេញចូលដោយសេរីនិងគ្មានលិខិតឆ្លងដែនប៉ាសពតជាក់ស្ដែងក្នុងមួយថ្ងៃមានជនជាតិវៀតណាមរាប់សិបនាក់ដែលចេញចូលតាមច្រកទ្វារព្រំដែនខាងលើចំណែកពលរដ្ឋនៅក្បែរព្រំដែនវិញក៏បានលើកឡើងដែរថាប៉ូលីសខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណពិតជាបានកំណត់យកលុយពីជនជាតិវៀតណាមក្នុងម្នាក់ចំនួន 50,000 ដុងប្រកាសមែនបើតាមពលរដ្ឋការបង់លុយឲ្យប៉ូលីសព្រំដែនខាងខ្មែរអស់ម្នាក់ចំនួន 50,000 ដុងនោះគឺសម្រាប់អ្នកដំណើរដែលមានទីលំនៅនៅខេត្តជាប់គ្នានិងរស់នៅក្បែរព្រំដែនតែប៉ុណ្ណោះក្រៅពីនឹងរាល់អ្នកដំណើរដែលនៅឆ្ងាយហើយឆ្លងកាត់តាមច្រកទ្វារព្រំដែនក្អមសំណគឺត្រូវបង់លុយអស់ច្រើនមិនមែនអស់ត្រឹម 50,000 ដុងក្នុងម្នាក់នោះទេពលរដ្ឋបញ្ជាក់ថាដោយសារឃើញប៉ូលីសខាងខ្មែរយកលុយពីអ្នកដំណើរបានយ៉ាងរលូនបែបនេះទើបសមត្ថកិច្ចខាងវៀតណាមគេកំណត់យកលុយពីអ្នកដំណើរខ្មែរយើងដែរទៅដើម្បីឲ្យមានចម្លើយទាំងសងខាងនៅល្ងាចថ្ងៃទី 4 ខែឧសភាឆ្នាំ 2025 ដើមរាំងបានព្យាយាមសុំការបំភ្លឺពីលោករឹមលឹមសេងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណប៉ុន្តែទូរស័ព្ទចូលហើយលោកមិនទទួលគួររំលឹកថាកាលពីថ្ងៃទី 14 ខែមីនាឆ្នាំ 2025 ដើមរាំងនិងបណ្ដាញព័ត៌មានជាច្រើនទៀតបានចុះផ្សាយដោយដកស្រង់ប្រភពពីអាជីវករថាខ្លួនដឹកផ្លែដូងពីវៀតណាមចូលមកកម្ពុជាដោយប្រើរថយន្តសាំយ៉ុងក្នុងមួយជើងបង់លុយឲ្យមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនក្អមសំណអស់សរុបចំនួន 20,000 រៀលជាកំហិតរីឯអ្នកដឹកផ្លែដូងដោយប្រើរថយន្តចំណុះ 2 តោនកន្លះក៏បានលើកឡើងដែរថាខ្លួនដឹកមួយជើងបង់លុយឲ្យសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណអស់ចំនួន 35,000 រៀលជាកំហិតក្នុងនោះរួមមានគយនិងប៉ូលីសអាជីវករបញ្ជាក់ថារាល់ការបង់លុយរបស់ពួកគាត់មកឲ្យសមត្ថកិច្ចច្រកទ្វារព្រំដែនខាងលើគឺពុំដែលមានក្រដាស់ស្នាមឬវិក័យប័ត្នបង់ពួនចូលរដ្ឋអ្វីឡើយដោយជារៀងរាល់លើកពួកខ្លួនរត់ការហុចលុយឲ្យមន្ត្រីផ្ទាល់ដៃចំណែកអ្នកដឹកជីកសិកម្មពីវៀតណាមចូលមកកម្ពុជាដោយប្រើរីម៉កម៉ូតូបាននិយាយថាខ្លួនដឹកមួយជើងបង់លុយឲ្យមន្ត្រីពាក់ព័ន្ធខាងខ្មែរដែលនៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណអស់ចំនួន 20,000 ដុងវៀតណាមស្មើនឹង 30,000 រៀលលុយខ្មែរជុំវិញការចុះផ្សាយនេះដែរដើមរាំងបានធ្វើបទសម្ភាសន៍មន្ត្រីពាក់ព័ន្ធត្រឹមត្រូវស្របតាមច្បាប់ស្តីពីរបបសារព័ត៌មានក្នុងនោះមន្ត្រីខ្លះមិនលើកទូរស័ព្ទនិងមន្ត្រីខ្លះទៀតលើកហើយមិនបកស្រាយលុះដល់ថ្ងៃទី 21 ខែមេសាឆ្នាំ 2025 ស្រាប់តែអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានបំភ្លឺដោយអះអាងថាការចុះផ្សាយរបស់ដើមរាំងជាព័ត៌មានមិនពិតនិងគ្មានមូលដ្ឋានច្បាស់លាស់ហើយថាការចុះផ្សាយនេះអាចផ្ដើមចេញពីការចង់បានផលប្រយោជន៍របស់បុគ្គលជាអ្នកសារព័ត៌មានមិនតែប៉ុណ្ណោះនាយកដ្ឋានអន្តរប្រវេសន៍ក៏បានបញ្ជាក់ទៀតថាក្រោយផ្សាយព័ត៌មានមិនពិតដើមរាំងបានលុប
ព័ត៌មានវិញហើយក្រោយឃើញសេចក្តីបំភ្លឺបែបនេះលោកច័ន្ទថននាយកប្រណិប័តគេហទំព័រដើមរាំងបានឆ្លើយតបវិញថាដើមរាំងផ្សព្វផ្សាយទៅតាមប្រភពនឹងការលើកឡើងដោយផ្ទាល់ពីអាជីវករអ្នកដឹកផ្លែដូងពីវៀតណាមចូលមកកម្ពុជាក៏ដូចជាអ្នកដំណើរពលរដ្ឋដែលមានសម្លេងរូបភាពត្រឹមត្រូវក្នុងនោះនៅមុនពេលចុះផ្សាយដើមរាំងបានធ្វើបទសម្ភាសន៍មន្ត្រីពាក់ព័ន្ធដែលរងការចោទប្រកាន់ដើម្បីឲ្យមានចម្លើយទាំងសងខាងស្របតាមច្បាប់ស្តីពីរបបសារព័ត៌មានពលគឺពុំមែនផ្សាយតែម្ខាងស្ដាប់តែម្ខាងរួចចុះផ្សាយទាំងងងឹតងងល់ដោយគ្មានការត្រួតពិនិត្យនោះទេលោកច័ន្ទថនបញ្ជាក់ទៀតថាការចុះយកព័ត៌មានរបស់ដើមរាំងគឺជាការសម្ងាត់ពុំមែនកាន់កាតទៅបង្ហាញដើម្បីសុំលុយពីមន្ត្រីជាប់ទ្វារព្រំដែនអន្តរជាតិក្អមសំណនោះឡើយម្យ៉ាងវិញទៀតដើមរាំងក៏ពុំបានលុបព័ត៌មានដូចដែលអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តរប្រវេសន៍បំភ្លឺកុហកបំភ្លៃខុសពីការពិតអ្វីដែរលោកច័ន្ទថនបានចាត់ទុកថាលិខិតបំភ្លឺនោះគឺបង្ហាញពីចេតនាមិនល្អបំភ្លឺរបៀបឆេះឆៅចេះទាំងកំហឹងទម្លាក់កំហុសខ្វះការពិចារណាមិនថ្លឹងថ្លែងឲ្យបានឥតល្អន់កុហកមហាជននិងលៀងខ្លួនមិនស្អាតជាក់ស្ដែងក្នុងលិខិតនោះមានខ្លឹមសារសំខាន់មួយចំនួនដែលអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានដាក់បន្ទុកមកលើដើមរាំងទាំងបំពេញមួយដូចជាការលើកឡើងថាដើមរាំងផ្សាយមិនពិតគ្មានមូលដ្ឋានច្បាស់លាស់តាមពិតទៅដើមរាំងចុះផ្សាយគឺមានមូលដ្ឋាននិងប្រភពច្បាស់លាស់ពីអាជីវករអ្នកដឹកផ្លែដូងហើយបើថាអាជីវករផ្ដល់បទសម្ភាសន៍កុហកទោះពិតឬមិនពិតក៏ដើមរាំងមិនធ្វើការសន្និដ្ឋានឬវិនិច្ឆ័យអ្វីដែរពីអ្នកនាំពាក្យដដែលបញ្ជាក់ថាការចុះផ្សាយរបស់ដើមរាំងអាចជាការចង់បានផលប្រយោជន៍ការចោទប្រកាន់នេះដើមរាំងចាត់ទុកថាជាការលាបពណ៌និងបំភ្លៃការពិតហើយដើមរាំងសូមឲ្យអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តរប្រវេសន៍បង្ហាញឯកសារមកថាតើចំណុចណាដែលដើមរាំងចង់បានផលប្រយោជន៍ពីមន្ត្រីច្រកទ្វារព្រំដែនក្អមសំណខណៈលោកសុងម៉ាឡៃប្រធានការិយាល័យគយនិងលោកខៀវចម្រុងប្រធានថ្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណបង្ហាញពីចេតនាចង់ជួបលោកច័ន្ទថនដើម្បីហូបកាហ្វេគុយទាវជាមួយគ្នាមិនចង់ឲ្យដើមរាំងចុះផ្សាយពីភាពមិនប្រក្រតីនៃច្រកទ្វារព្រំដែនមួយនេះប៉ុន្តែលោកច័ន្ទថនមិនជួបហើយចុះផ្សាយតាមវិជ្ជាជីវៈ3អ្នកនាំពាក្យអះអាងថាដើមរាំងបានលុបព័ត៌មានបាត់ហើយតាមពិតទៅដើមរាំងពុំបានលុបនោះឡើយហេតុនេះការបំភ្លឺរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តរប្រវេសន៍គឺបង្ហាញពីចេតនាមិនល្អចង់បំបាក់ស្មារតីអ្នកសារព័ត៌មានតែម្ដងទោះជាយ៉ាងណាក្តីពលរដ្ឋសូមស្នើដល់ឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលឯកឧត្តមសុកវាសនាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ឯកឧត្តមបណ្ឌិតគុណញឹមអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាឯកឧត្តមកេតិនីតិកោសលបណ្ឌិតអោមយន្ទៀងទេសរដ្ឋមន្ត្រីប្រធានអង្គភិបប្រឆាំងអំពើពុករលួយមេត្តាពិនិត្យស្រាវជ្រាវចំពោះភាពមិនប្រក្រតីនៃការកំណត់យកលុយពីអាជីវករដែលដឹកទំនិញកសិផលឆ្លងដែនដោយការរៀបរាប់ខាងលើជាពិសេសការយកលុយពីជនជាតិវៀតណាមដែលចេញចូលឆ្លងដែនប្រចាំថ្ងៃជាថ្នូរនឹងការមិនត្រួតពិនិត្យឲ្យបានហ្មត់ចត់និងច្បាស់លាស់ធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅរិះគន់គ្មានសំចៃមាត់ពីការលំហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់